នៅពេលជួបបញ្ហាក្នុងជីវិតប្រៀបដូចជាការដាច់ភ្លើងដូច្នោះដែរពេលដាច់ភ្លើងភ្លាមភ្នែកយើងនឹងមើលអីមិនឃើញឡើយបើយើងធ្វើសកម្មភាពណាមួយភ្លាមដូចជាការដើរទៅរកពិលមកដើម្បីបំភ្លឺទាំងដែលភ្នែករបស់យើងពោរពេញទៅដោយភាពងងឹតវាអាចបណ្ដាលឲ្យយើងបុកនេះបុកនោះឬអាចដួលទៀតផងសូមរងចាំបន្តិចមួយសន្ទុះទេភ្នែករបស់យើងក៏អាចស៊ាំនឹងភាពងងឹតដោយអត់មានអំពូលបំភ្លឺនោះហើយចាប់ផ្ដើមមើលឃើញរបស់ជុំវិញខ្លួនមើលឃើញដៃមើលឃើញជើងរបស់ខ្លួនដោយសារពន្លឺដ៏ស្រទន់ចេញពីព្រះច័ន្ទវាជាពន្លឺដ៏ស្អាតរបស់ធម្មជាតិដែលធ្វើឲ្យយើងត្រជាក់ភ្នែកក្នុងជីវិតយើងពេលជួបរឿងរ៉ាវលំបាកបញ្ហាជីវិតវាមិនខុសពីការបាត់បង់ពន្លឺភ្លើងអំពូលភ្លាមនោះទេគឺភាពងងឹតបានចូលមកគ្របដណ្ដប់លើយើងទាំងស្រុងមើលមិនឃើញដំណោះស្រាយមើលមិនឃើញផ្លូវដើរបន្តកាន់តែរកកាន់តែវង្វេងវិធីល្អបំផុតគឺរក្សាចិត្តឲ្យស្ងប់មួយភ្លែតដូចជាការទុកពេលវេលាឲ្យភ្នែករបស់យើងអាចសម្រួលហើយចាប់យកពន្លឺពីព្រះច័ន្ទមកបំភ្លឺបានពេលចិត្តមានលំនឹងនាំឲ្យមានសតិបញ្ញាមានស្មារតីពេញលេញអាចរកដំណោះស្រាយដ៏មានប្រសិទ្ធភាពបានចិត្តតក់ក្រហល់ការភ័យស្លន់ស្លោប្រៀបដូចជាការកូរទឹកក្នុងកែវមួយដែលលាយឡំដោយគ្រាប់សាច់ដូច្នោះដែរកាន់តែកូរកាន់តែល្អมันអាចទទួលបានទឹកដែលថ្លាល្អឡើយលុះត្រាតែទុកវាឲ្យស្ងៀមមិនប៉ះពាល់មិនកូរកកាយវាទៀតទៅគ្រាប់សាច់អាចធ្លាក់ទៅបានកែវហើយទទួលបានទឹកដ៏ថ្លាស្អាតនៅខាងលើគ្រាប់សាច់នោះភាពភ័យខ្លាចភាពតក់ស្លុតពេលជួបបញ្ហាវាជារឿងធម្មតាដែលអ្នកណាក៏មានវាដែរតែសូមសម្រួលអារម្មណ៍បន្តិចព្យាយាមគ្រប់គ្រងខ្លួនឯងបន្តិចទើបអាចមើលឃើញដំណោះស្រាយល្អបាន